សម្រាប់ខ្ញុំអាចថាស្ទើរតែស្រក់ទឹកភ្នែកជាលើកដំបូងដែលយើងរៀបចំព្រឹត្តិការណ៍ដ៏ធំបែបហ្នឹងនៅក្នុងស្រុកខ្មែរហើយពេលដែលយើងលក់សបុតត្រឹមតែ1ម៉ោងនៅលើ app គឺយើងលក់ដល់ទៅជាង 20000 សបុតបាទជាប្រវត្តិសាស្ត្រដល់រហូតដល់អាយដាមទៀតគាត់មានថាapp យើង error ឬក៏ system error ទេមិនក៏មនុស្សចូលមើលដល់ចូលទិញដល់ជាង 20000 នាក់ក្នុងរយៈពេលត្រឹមតែ1ម៉ោងបាទសូមគោរពនឹងជំរាបសួរប្រិយមិត្តអរគ្នាសូមស្វាគមន៍មកកាន់ podcast episode ទី1របស់យើងដែលយើងរៀបចំដោយ Live Studio អញ្ចឹងថ្ងៃនេះគឺយើងពិតជាមានកិត្តិយសខ្លាំងមែនទែនដែលបានអញ្ជើញបងប្រុសមកពីខាងប្រខណ្ឌរាជស្វាយរៀងដែលបងប្រុសនឹងធ្វើការមកបង្ហាញជូនតាក់ទងជាមួយនឹងបទពិសោធន៍ផ្ទាល់តាក់ទងជាមួយនឹងក្លឹបក៏ដូចជាគម្រោងសក្តានុពលនៃក្លឹបប្រខណ្ឌរាជស្វាយរៀងផងដែរហើយដែលដោយតែប្រិយមិត្តអរគ្នាដឹងអញ្ចឹងកាលពីថ្ងៃទី10ខែឧសភាកន្លងទៅប្រទេសកម្ពុជារបស់យើងគឺបានធ្វើការជំនួបជាមួយនឹងការប្រកួតបាល់ទាត់ដ៏ធំមួយគឺជាការប្រកួតអាចថាគឺចំណាត់ថ្នាក់លេខ3ប្រចាំទ្វីបអាស៊ីត្រូវទេបងគឺជាការប្រកួត AFC Challenge League ដែលការប្រកួតគឺនៅឯ Stade Morath Decho គឺមានប្រជាជនកម្ពុជារបស់យើងទៅគាំទ្រច្រើនខ្លាំងមែនទែនដែលការប្រកួតហ្នឹងគឺខាងក្លឹបប្រខណ្ឌរាជស្វាយរៀងធ្វើការជំនួបជាមួយនឹងខាងក្រុម FC Agadaហើយធ្វើទៅតែយើងអត់ទទួលបានជាមួយនឹងជើងឯកពិតមែនប៉ុន្តែអាចថានេះគឺជាជោគជ័យមួយដ៏ធំមួយហើយសម្រាប់ប្រជាជនកម្ពុជាក៏ដូចជាទាំងរបស់ក្លឹបទាំងមូលផងដែរបងចឹងថ្ងៃនេះគឺយើងនឹងធ្វើការជួបជាមួយនឹងបងប្រុសផ្ទាល់ដើម្បីបងប្រុសធ្វើការ share តាក់ទងជាមួយនឹងបទពិសោធន៍ទាំងអស់នឹងផងដែរចឹងដំបូងឡើយជំរាបសួរបងបាទបងបាទចឹងចង់ឲ្យបងធ្វើការណែនាំខ្លួនទៅកាន់ទស្សនិកជនរបស់យើងបាទជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទឈ្មោះមេងហួរឈ្មោះពេញរបស់ខ្ញុំហៀងមេងហួរជាប្រធានផ្នែកទីផ្សារនៃក្លឹបបាល់ទាត់ប្រខណ្ឌរាជស្វាយរៀងបាទបងបាទចឹងថ្ងៃនេះគឺពិតជាមានសេចក្តីសប្បាយរីករាយខ្លាំងតែបងនិយាយទៅគឺសប្បាយចិត្តនៅបានជួបបងហើយខ្ញុំក៏ជា fan ម្នាក់សម្រាប់ក្រុមប្រខណ្ឌរាជស្វាយរៀងផងដែរបងបាទចឹងថ្ងៃនេះគឺបានជជែកគ្នាមួយបងគឺពិតជាមានកិត្តិយសខ្លាំងមែនតើបាទបងអញ្ចឹងចុះបងដោយសារតែអត់ទាន់ចូលដល់យើងនិយាយតាក់ទងជាមួយនឹងក្រុមទេចង់ឲ្យបងជួយធ្វើការរៀបរាប់តាក់ទងជាមួយនឹងប្រវត្តិផ្ទាល់ខ្លួនបងបន្តិចតាក់ទងជាមួយនឹងក្លឹបបាល់ទាត់នេះជូនប្រិយមិត្តរបស់យើងតែមកដល់សប្តាហ៍នេះតើបងបម្រើការនៅខាងក្លឹបប្រខណ្ឌរាជស្វាយរៀងរយៈពេលប្រហែលឆ្នាំមកហើយបងបាទសម្រាប់ប្រវត្តិនៃការចូលរួមជាមួយក្លឹបគឺមកដល់ពេលនេះគឺជាង3ឆ្នាំហើយបាទហើយសម្រាប់មូលហេតុនៃការចូលរួមរបស់ខ្ញុំជាមួយនឹងក្លឹបបាល់ទាត់ប្រខណ្ឌរាជស្វាយរៀងគឺខ្ញុំមើលឃើញពីចក្ខុវិស័យក៏ដូចជាការដឹកនាំរបស់ក្លឹបដែលក្រោមការដឹកនាំរបស់អាយដាមឌីវជាដែលគាត់ជាប្រធានក្លឹបផ្ទាល់ហើយត្រាក់នាំផ្សេងទៀតដែលពួកគាត់សុទ្ធតែជាអ្នកមានសមត្ថភាពនិងចក្ខុវិស័យវែងឆ្ងាយចំពោះវិស័យបាល់ទាត់នៅប្រទេសកម្ពុជាយើងហើយខ្ញុំមើលឃើញមួយទៀតតកតងទៅនឹងការរៀបចំក្រុមគឺការរៀបចំក្រុមមានរចនាសម្ព័ន្ធត្រឹមត្រូវហើយអាចនិយាយបានថាជាលក្ខណៈអាជីពតែម្ដងបើយើងប្រៀបធៀបជាមួយនឹងក្លឹបបាល់ទាត់ក្នុងស្រុកទៅនឹងកម្រិតអន្តរជាតិអាចនិយាយថាការរៀបចំក្រុមបែបនេះគឺសឹងថា70ទៅ 80% នៃការរៀបចំក្រុមហើយអញ្ចឹងវាជាកត្តាមួយជំរុញឲ្យខ្ញុំក្នុងការចូលរួមជាមួយក្លឹបហើយយើងមើលឃើញពីទស្សនវិស័យមួយដែលអាចនាំយកបាល់ទាត់កម្ពុជាឈានទៅកម្រិតមួយទៀតបាទបងបាទអូខេបងចឹងបងតាក់ទងជាមួយនឹងមួយទៀតដោយសារតែបងគឺជាប្រធានគ្រប់គ្រងផ្នែកទីផ្សារនៅខាងក្លឹបប្រខណ្ឌរាជស្វាយរៀងអញ្ចឹងដោយសារជាបងខ្ញុំជឿថាសំណួរហ្នឹងក៏ប្រិយមិត្តគាត់ចង់ដឹងដែរដោយសារតែខាងក្រុមហ៊ុននីមួយៗគឺសិតតែមានខាងប្រធានខាងផ្នែកគ្រប់គ្រងទីផ្សារផ្សេងក៏ដូចជាខាង marketing ផ្សេងគ្នាអញ្ចឹងបងចង់ដឹងថាតើក្លឹបបាល់ទាត់វិញអញ្ចឹងតើគម្រោងក្នុងការរៀបចំទីផ្សារតើយ៉ាងណាដែរបងបាទអញ្ញបានថាការធ្វើទីផ្សារនៅក្នុងវិស័យបាល់ទាត់ក្នុងស្រុកខ្មែរយើងគឺមិនទាន់ជាទូលំទូលាយប្រហែលទេហើយបើនិយាយទៅអ្នកដែលគាត់កាន់ផ្នែកនេះភាគច្រើនគាត់ជាអតីតអ្នកដែលគាត់ប្រឡូកក្នុងវិស័យបាល់ទាត់ភាគច្រើនគាត់យល់ដឹងពីផ្នែកបាល់ទាត់ប៉ុន្តែបើយើងនិយាយពីការធ្វើទីផ្សារគឺមិនសូវជាទូលំទូលាយប៉ុន្មានដែរអញមកថាគាត់អត់យល់ដឹងពីរបៀបក្នុងការធ្វើទីផ្សារទៅកាន់អ្នកគាំទ្រ
វាមាននៅចំណុចខ្វះខាតខ្លះដែលយើងត្រូវបំពេញបន្ថែមហើយបើយើងប្រៀបធៀបលក្ខណៈខុសគ្នានៅក្នុងវិស័យបាល់ទាត់ហើយនិងវិស័យឧស្សាហកម្មផ្សេងៗបាទបងដែលយើងឧទាហរណ៍ថាការលក់ទំនិញឬក៏សេវាកម្មផ្សេងៗចុះការធ្វើទីផ្សារនៅក្នុងបាល់ទាត់គឺយើងផ្ដោតសំខាន់ទៅលើផលិតផលរបស់ខ្លួនគឺការលក់អារម្មណ៍ទស្សនីយភាពហើយនិងភាពមោទកភាពបាទអញ្ចឹងក្លឹបបាល់ទាត់នីមួយៗគឺត្រូវតែធ្វើយ៉ាងណាលក់អារម្មណ៍អ្នកគាំទ្រឲ្យគាត់ស្រឡាញ់ក្លឹបបាទមានបទពិសោធន៍ល្អៗនៅពេលដែលគាត់ចូលរួមទស្សនាការប្រកួតនៅក្នុងកីឡាដ្ឋានដើម្បីជាបទពិសោធន៍មួយសម្រាប់ពួកគាត់នៅពេលដែលគាត់មានអារម្មណ៍ល្អក្នុងការចូលរួមទស្សនាការប្រកួតនៅក្នុងកីឡាដ្ឋានហ្នឹងហើយថ្ងៃក្រោយគាត់ប្រកាសជាមកទៀតហើយគាត់នឹង recommend ឬក៏ណែនាំទៅមិត្តភ័ក្តិគាត់ផ្សេងៗទៀតឲ្យគាត់ចូលមកទស្សនាដែរអញ្ចឹងចំនួននៃអ្នកទស្សនាពីមួយថ្ងៃឬក៏ពីមួយប្រកួតទៅមួយប្រកួតវានឹងមានការកើនឡើងឬក៏ថយចុះគឺសំខាន់ទៅលើការធ្វើទីផ្សារនិងការរៀបចំរបស់យើងនៅក្នុងថ្ងៃប្រកួតនឹងផ្ទាល់បាទហើយមួយទៀតតកតងទៅនឹងការផ្សព្វផ្សាយគឺយើងធ្វើដូចគ្នាយើងអាចពេលខ្លះយើងមានក្លឹបខ្លះគាត់បោះជា leaflet ផុនលើ social media មាន Facebook YouTube TikTok ជាដើមហ្នឹងគឺដើម្បីប្រម៉ូទផលិតផលរបស់ខ្លួនដូចគ្នាទៅនឹងសេវាកម្មផ្សេងៗដែរប៉ុន្តែយើងពិបាកទី1គឺយើងអាចរំពឹងថាលទ្ធផលប្រកួតរបស់យើងទៅជាយ៉ាងណាបានទេព្រោះបាល់ទាត់វាជាបាល់ឌីកភាសាសម័យបាល់មូលបាទពេលខ្លះលទ្ធផលបើមិនយើងឈ្នះគឺគេចាញ់បើគេមិនចាញ់គឺយើងឈ្នះឬក៏យើងអាចនឹងចាញ់គេអាចនឹងឈ្នះអាហ្នឹងវាពិបាកក្នុងការទីទុកជាមុនណាបើយើងក៏លេចទៅមើលសេវាកម្មឬក៏ឧស្សាហកម្មផ្សេងគឺតែខាត់ផលិតផលរបស់គាត់ត្រូវតែធានាបាននូវគុណភាពល្អសេវាកម្មគាត់ត្រូវតែល្អអញ្ចឹងទើបអតិថិជនរបស់គាត់នៅតែត្រឡប់មកទិញរបស់គាត់ថែមទៀតទៅអត់បងបាទអញ្ចឹងបើបាល់ទាត់វាខុសគ្នានៅពេលដែលយើងសាងភាពស្មោះត្រង់ជាមួយអតិថិជនហើយគឺគាត់មិនងាយនឹងទៅណាទោះបីជាលទ្ធផលរបស់យើងចាញ់ឬក៏លទ្ធផលរបស់យើងឈ្នះឬក៏លទ្ធផលយើងបានត្រឹមកម្រិតណាប៉ុន្តែនៅពេលដែលយើងបៀលឬក៏កសាងអ្នកគ្រប់គ្រងបានរឹងមាំហើយគឺគាត់នៅតែត្រឡប់មកគ្រប់គ្រងយើងដែរបាទអូបាទបងពិតជាពិសេសខ្លាំងមែនតើខ្ញុំតចំណុចហ្នឹងអញ្ចឹងឥឡូវនេះខ្ញុំបានទទួលចំណេះដឹងមួយតាក់ទងជាមួយនឹងការគ្រប់គ្រងទីផ្សារទៅលើខាងក្លឹបបាល់ទាត់វិញម្ដងអញ្ចឹងឆេះបងឥឡូវយើងចាប់ផ្ដើមចូលឲ្យស៊ីជម្រៅទៅកាន់ក្លឹបតែម្ដងដោយសារតែចង់ឲ្យបងជួយបង្ហើបតាក់ទងជាមួយប្រវត្តិនៃការកកើតក្លឹបដោយសារតែដំបូងឡើយបើតាមខ្ញុំចាំបានក្លឹបបខានរាជស្វារីងគឺឈ្មោះតែបខានរាជទេបងក៏មកទៀតដូចជាកំឡុងឆ្នាំ2010ជាងក៏បានថែមនៅស្វាយរៀងមួយទៀតអញ្ចឹងចង់ឲ្យបងជួយបកស្រាយតាក់ទងជាមួយនឹងប្រព័ន្ធនៃការកកើតហើយហេតុអីបានត្រូវថែមឈ្មោះស្វាយរៀងនៅខាងចុងបន្ថែមទៀតអញ្ចឹងបងបាទអញ្ចឹងសម្រាប់ប្រវត្តិនៃការកកើតក្លឹបគឺយើងមានប្រវត្តិយូរដែរហើយអាចបានថាតាំងពីឆ្នាំ1997អញ្ចឹងកកើតឡើងដំបូងដោយអាយដាមប្រធានបាទអាយដាមប្រធាននាយឧត្តមសេនីយ៍សៅសខាគាត់បានបង្កើតក្លឹបប្រកានី FC តាំងពីឆ្នាំ1997ដល់ឆ្នាំ2013ដោយក្លឹបបានបន្សល់ទុកស្នាដៃជើងឯកពានរង្វាន់ហ៊ុនសែន Cup ចំនួន2លើកគឺឆ្នាំ2011ហើយនិងឆ្នាំ2012បាទក្រោយមកនៅឆ្នាំ2013អាយដាមប្រធានឌីវិជាគាត់បានចូលមកដឹកនាំបន្តហើយក៏សម្រេចចិត្តផ្លាស់ប្ដូរទីតាំងក្លឹបដែលមានមូលដ្ឋាននៅភ្នំពេញធ្វើការផ្លាស់ប្ដូរទៅខេត្តស្វាយរៀងដោយផ្លាស់ប្ដូរបន្ថែមឈ្មោះពីបកានី FC ទៅជាបកានីស្វាយរៀង FC អូបាទហើយយើងបានបង្កើតនៅសមិទ្ធផលបន្តទៀតដូចជាឈ្នះពានរង្វាន់លីកកម្ពុជាចំនួន4សម័យកាលក្រោយពេលដែលដូរទៅកាន់ខេត្តស្វាយរៀងហើយនឹងពានរង្វាន់ហ៊ុនសែន Cup ចំនួន3សម័យកាលថែមទៀតបាទអូបងចឹងពិតជាពិសេសមែនតើហើយបើតាមខ្ញុំ search មើលបងខ្ញុំឃើញនៅខាងខេត្តស្វាយរៀងគឺមានជា stadium ផ្ទាល់ខ្លួនសម្រាប់ខាងក្លឹបបងទៀតបងចង់បញ្ជាក់ផងដែរសម្រាប់ stadium ក្លឹបហ្នឹងតើជាកន្លែងសម្រាប់ train ពួកគាត់ធ្វើការប្រកួតឬមួយក៏មិនដែរបងទីតាំងបាទសម្រាប់ភូមិកីឡដ្ឋានស្វាយរៀងឬក៏យើងអាចហៅកាត់ថាកីឡដ្ឋានស្វាយរៀងដែលយើងធ្វើការសុំចរចាជាមួយនឹងថ្នាក់ខេត្តដើម្បីសុំធ្វើការប្រើប្រាស់កីឡដ្ឋានធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតពានរង្វាន់ផ្សេងៗតាំងពីពានរង្វាន់ឈុត
យុវជនរហូតដល់ជុតធំនឹងលីកនារីផងដែរ បាទហើយយើងប្រើប្រាស់ទីកន្លែងនោះដើម្បីធ្វើជា home match របស់យើងមានថាជាម្ចាស់ផ្ទះក្នុងការទទួលភ្ញៀវក្នុងការប្រកួតពានរង្វាន់ផ្សេងៗអញ្ចឹងមូលហេតុនៅក្នុងការជ្រើសរើសនេះគឺផ្សារភ្ជាប់ជាមួយនឹងប្រជាជននៅក្នុងខេត្តស្វាយរៀងផ្ទាល់ដោយសារប្រធានក្លឹបលោកបានមើលឃើញក៏ដូចជាលោកមានប្រវត្តិកកើតដើមកំណើតជាអ្នកស្វាយរៀងអញ្ចឹងគាត់ចង់នាំមោទកភាពមួយសម្រាប់ខេត្តផ្ទាល់ខ្លួនរបស់គាត់ចង់ឲ្យមានក្លឹបបាល់ទាត់មួយដែលតំណាងឲ្យខេត្តខាងខេត្តបាទអញ្ចឹងហើយទើបយើងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់បងប្អូនអ្នកស្វាយរៀងអាចថាជាអ្នកគាំទ្រដ៏ស្មោះស្ម័គ្រតែម្ដងបាទអត់ឲ្យបងខ្ញុំនៅភ្នំពេញក៏ខ្ញុំគាំទ្របាទអូខេបងមួយទៀតបងអញ្ចឹងតកតងជាមួយនឹងពានរង្វាន់វិញចឹងចង់ដឹងថាតាមមកទល់ពេលនេះខាងបការីស្វាយរៀងក៏ទទួលបានជាមួយនឹងពានរង្វាន់ថ្នាក់ជាតិអ្វីខ្លះក៏ដូចជាខាងថ្នាក់អន្តរជាតិអ្វីខ្លះដែរបងបាទដូចជំរាបជូនពីដើមតាំងពីការកកើតមកគឺក្លឹបទទួលបានពានរង្វាន់ថ្នាក់ជាតិបើយើងរាប់គឺមានពានរង្វាន់ចំនួន2ប្រភេទទី1គឺលីកកម្ពុជាកម្ពុជាបាទលីកកម្ពុជាកម្ពុជាដែលយើងហៅជាភាសាអង់គ្លេសថា Canadian Premier League ឬក៏ហៅកាត់ថា CPL ហ្នឹងគឺយើងឈ្នះចំនួន5សម័យកាល2013 2015 2017សំដៅ2019បាទបង និង2023ហើយ2024ដែលយើងទៅឈ្នះថ្មីនេះបាទហើយមួយទៀតគឺពានរង្វាន់ហ៊ុនសែនកាប់បាទយើងឈ្នះចំនួន5សម័យកាលបាទ2011 2012 2015 2017ហើយនិង2023បាទបងបាទហើយពានរង្វាន់អន្តរជាតិដែលយើងបានលេងហើយឈានដល់វគ្គផ្ដាច់ព្រាត់គឺពានរង្វាន់ជើងឯកទ្វីបអាស៊ីចំណាត់ថ្នាក់ទី3ឬក៏លំដាប់ទី3ហ្នឹងដែលយើងហៅថា AFC Challenge League ហ្នឹងគឺយើងឡើងដល់វគ្គផ្ដាច់ព្រាត់ប៉ុន្តែយើងទទួលបានត្រឹមជើងឯករងតែវាអាចនិយាយបានថាជាសមិទ្ធផលដ៏ធំធេងមួយសម្រាប់ក្លឹបដែលយើងអាចឈានដល់វគ្គបែបនេះហើយនៅក្នុងទឹកដីរបស់យើងទៀតបាទយើងពេលហ្នឹងពិសេសខ្លាំងបងនៅ start សម្ដេចមុតដៃជោពេលហ្នឹងគឺឃើញប្រជាជនកម្ពុជារបស់យើងគឺគាំទ្រច្រើនខ្លាំងមែនទែនឡងភ្លុកទឹកភ្លុកដីតែម្ដងហើយឃើញមានគេលើកវាដៃប្រភេទ Dick Well ពេលហ្នឹងគឺបើខ្ញុំក៏មានអារម្មណ៍ថាឡើងនេះហ្មងបងលើថាយើងញ័រតែម្ដងនៅពេលដែលឃើញទស្សនវិជ្ជាបែបហ្នឹងអញ្ចឹងទៅមួយទៀតបងអញ្ចឹងតាក់ទងជាមួយនឹងពេលវេលាណាដែលបងគិតថាគឺជាពេលមួយដែលមានសារៈសំខាន់បំផុតសម្រាប់ក្លឹបក៏ដូចជាពេលវេលាមួយដែលគួរឲ្យចងចាំបំផុតសម្រាប់ក្លឹបរបស់បងបាទសម្រាប់ខ្ញុំគិតថាក៏ដូចជាអ្នកគ្រប់គ្រងនៅក្នុងក្លឹបបាល់ទាត់បកាឌីស្វាយរៀងខ្ញុំគិតថាពេលវេលាដែលយើងគួរតែចងចាំបំផុតគឺជាពេលវេលាដែលយើងធ្វើការផ្លាស់ប្ដូរមូលដ្ឋានរបស់ក្លឹបពីភ្នំពេញទៅខេត្តស្វាយរៀងបាទដោយសារតែការផ្លាស់ប្ដូរនេះគឺជារបត់ដ៏ធំមួយសម្រាប់ក្លឹបក្នុងការចងចាំក៏ដូចជារកឃើញខ្លួនឯងដែលយើងអាចកំណត់ពីអត្តសញ្ញាណមួយសម្រាប់ក្លឹបក៏ដូចជាការចាប់ផ្ដើមទំព័រប្រវត្តិសាស្ត្រថ្មីឲ្យក្លឹបដែលយើងធ្វើការពង្រីកវិស័យបាល់ទាត់មិនត្រឹមតែនៅក្នុងរាជធានីភ្នំពេញទេគឺយើងពង្រីកទៅដល់តាមខេត្តទៀតអញ្ចឹងវាជារបត់មួយក៏ដូចជាគំរូមួយសម្រាប់ក្លឹបបាល់ទាត់ផ្សេងៗទៀតដែលគាត់យកគំរូតាមចឹងបើសិនជាគាត់ចង់បានអ្នកគាំទ្របន្ថែមឬក៏ជាអ្នកគាំទ្រដែលស្មោះស្ម័គ្រសម្រាប់ពួកគាត់គឺគាត់គួរតែទៅរកទីកន្លែងឬក៏ប្រភពដែលខេត្តដែលគាត់ស្រឡាញ់ឬក៏ប្រភពកន្លែងដែលខេត្តដែលគាត់មានដើមកំណើតមកអញ្ចឹងគាត់នឹងទាញបានអ្នកគាំទ្រដ៏ស្មោះស្ម័គ្រមួយឧទាហរណ៍ដូចជាស្វាយរៀងយើងគឺទទួលបានការស្រឡាញ់បាទយ៉ាងច្រើនក៏ដូចជាគាំទ្រយ៉ាងស្មោះពីបងប្អូនអ្នកខេត្តស្វាយរៀងហើយយើងបានទទួលយកការស្រឡាញ់របស់គាត់បានច្រើនមែនទែនហើយមិនថាទាំងក្នុងដីក្រៅដីគឺពួកគាត់តែងតែមកគាំទ្ររបស់យើងគ្រប់ពេលវេលាបាទបងបាទចឹងពិសេសមែនតើបងចឹងបើន័យថាគឺក្លឹបបងគឺទទួលបានជាមួយនឹងអ្នកគាំទ្របើនិយាយឲ្យស្មោះស្ម័គ្រទៅគឺអ្នកគាំទ្រពីខាងខេត្តស្វាយរៀងផ្ទាល់តែម្ដងបាទបងបាទអូខេបងចឹងសំណួរបន្ទាប់ទៀតគឺទៅលើការអភិវឌ្ឍទៅលើកីឡាករបងវិញម្ដងដោយសារតែខ្ញុំជឿថាកីឡាករដែលចាប់ផ្ដើមប្រកួតគឺឥឡូវនេះគឺមានកីឡាករវ័យក្មេងៗអញ្ចឹងចង់ដឹងតកតងជាមួយនឹងការអភិវឌ្ឍរបស់ខាងក្លឹបស្វាយរៀងវិញតើនឹងមានកម្រោងក្នុងការអភិវឌ្ឍទៅលើក្មេងៗដែលមិនទាន់គ្រប់អាយុឧទាហរណ៍ថាដូចជា under 15ឆ្នាំឬមួយក៏ under 13ឆ្នាំអីផ្សេងៗអញ្ចឹងបងតើខាងក្លឹបនឹងមានការកម្រោងការក្នុងការអភិវឌ្ឍបែបណាបាទបងបាទអញ្ចឹងនិយាយបានថាវាមិនមែនជាកម្រោងការទៀតទេដោយសារតែ
project នេះយើងបានអនុវត្តហើយយើងក៏កំពុងតែធ្វើការអភិវឌ្ឍទៅលើយុវជនដែលយើងបានជ្រើសរើសពីតាមបណ្ដាខេត្តទូទាំងរាជធានីនិងទូទាំងប្រទេសរបស់យើងតែម្ដងដោយយើងបានបង្កើតនៅថ្នាលយុវជនអាយុក្រោម14ឆ្នាំដោយយើងបានធ្វើការចម្រាញ់និងជ្រើសរើសពីគ្រប់ខេត្តក្រុងមានថាយើងធ្វើការtrail ពួកគាត់ចូលធ្វើការតេស្តសមត្ថភាពពួកយើងធ្វើការតេស្តសមត្ថភាពជុំវិញប្រទេសតែម្ដងបាទអញ្ចឹងមានថាមានខេត្តខ្លះទទួលបាន2ឬក៏3ខេត្តខ្លះក៏1អញ្ចឹងទៅគឺគ្រប់ខេត្តទាំងអស់គឺមានអ្នកដែលក្មេងៗដែលគាត់មានសមត្ថភាពនោះគឺគាត់បានចូលរួម work hard ក៏ដូចជាស្នាក់នៅក្នុងទីលាន work hard របស់យើងហើយបាទហើយឥឡូវនេះគឺគាត់កំពុងតែទទួលបានការ work hard និងការបណ្ដុះបណ្ដាលផងដែរហើយម្យ៉ាងមួយទៀតក្រៅពីការ work hard បាល់ទាត់ពួកយើងក៏បានបញ្ជូនគាត់ទៅសិក្សាអប់រំទទួលយកចំណេះដឹងបាទអញ្ចឹងមានថាគាត់មិនត្រឹមតែ work hard កាយសម្បទាជំនាញបាល់ទាត់តែប៉ុណ្ណោះទេគាត់ទទួលបានការអប់រំផ្នែកចំណេះដឹងទូទៅតាមទៀតផងបាទបងហើយមួយទៀតយើងមានថ្នាលយុវជនដែលនៅតាមខេត្តនេះគឺយើងបានបង្កើតនៅពានរង្វាន់ស្វ័យរៀងកាប់ដើម្បីធ្វើការប្រកួតតែសមត្ថភាពក៏ដូចជាជ្រើសរើសយុវជនដែលគាត់មានសមត្ថភាពបើសិនជាគាត់មានសមត្ថភាពពិតប្រាកដគាត់អាចមានឱកាសចូលរួមជាមួយនឹងក្លឹបបាល់ទាត់ជាបានថែមទៀតផងបាទបងអូបងពីព្រោះតែដោយសារតែដូចខ្ញុំមិនជាដើមបងខ្ញុំអាសាក្នុងការលេងជាមួយនឹងកីឡាបាល់ទាត់នៅតាមសាលាក៏ដូចជាយើងលេងតាមក្លឹបការយើងនៅរៀនអញ្ចឹងហ៎បងហើយក៏ចង់បានឱកាសមួយដើម្បីអាចបានន័យថាគឺចូលក្នុងក្លឹបឬមួយក៏តេស្តសមត្ថភាពក្នុងក្លឹបការសម័យនេះតែគាត់ថាកាលនោះគឺអត់ទាន់សូវទលំទលាយដូចឥឡូវទេអញ្ចឹងដល់ពេលឥឡូវបងរៀបចំជា campaign បែបហ្នឹងគឺពិសេសខ្លាំងមែនទែនសម្រាប់អ្នកដែលគាត់មានសមត្ថភាពក៏ដូចជាគាត់ស្រឡាញ់បាល់ទាត់អញ្ចឹងបងចង់ដឹងតកតងពីចំណារអារម្មណ៍របស់បងវិញពីព្រោះតើបើយើងកលេចមើលទៅវិស័យបាល់ទាត់នៅប្រទេសកម្ពុជារបស់យើងគឺឥឡូវនេះគឺកំពុងតែរីកដុះដាលខ្លាំងមែនទែនតែម្ដងហើយបើនិយាយតកតងពីអ្នកគ្រប់គ្រងគឺមានទាំងក្មេងចាស់ប្រុសស្រីនិយាយរួមទៅគឺគ្រប់វ័យតែម្ដងបើតាមអ្វីដែលយើងឃើញជាក់ស្ដែងតែបងបើយើងធៀបជាមួយនឹងកាលឆ្នាំ2000ជាងគឺមានភាពខុសគ្នាខ្លាំងមែនទែនអញ្ចឹងបងអាចបញ្ជាក់បានទេបងថាតើកត្តាអីបាននាំឲ្យប្រជាពលរដ្ឋរបស់យើងគឺនាំគ្នាគ្រប់គ្រងជាមួយនឹងវិស័យកីឡាបាល់ទាត់បាទអញនិយាយបានថាការវិវត្តនៃការគ្រប់គ្រងក៏ដូចជាសន្ទុះនៃការគ្រប់គ្រងរបស់បងប្អូនកម្ពុជាយើងដែលគាត់គ្រប់គ្រងវិស័យបាល់ទាត់នៅក្នុងស្រុកខ្មែរគឺមានការផ្លាស់ប្ដូរបើយើងប្រៀបធៀបតាំងពីឆ្នាំ2000មកបើយើងកលេចមើលទៅអតីតកាលពេលដែលយើងនៅវិតូចខ្ទង់ឆ្នាំ2000ពេលដែលយើងលើព្រឹត្តិការណ៍បាល់ទាត់សំខាន់ៗមួយដូចជា World Cup ឧទាហរណ៍ទៅ World Cup ចុះយើងលើទៅវិទ្យុឬក៏មើលតាមទូរទស្សន៍អីហ្នឹងប៉ុន្តែយើងនឹងថា World Cup ប៉ុន្តែយើងនឹងថា World Cup នឹងរូបរាងបែបណាឬក៏ពេលខ្លះយើងមើលបានត្រួសអញ្ចឹងណាមើល highlight ដែលវីដេអូព័ត៌មានកីឡាដែលគេចាក់ផ្សាយអញ្ចឹងវាអត់សូវទូលំទូលាយដូចឥឡូវបើយើងចង់ទៅមើលបាល់ទាត់ឧទាហរណ៍ថាបាល់ទាត់ចុះយើងត្រូវតែជិះមកភ្នំពេញទៅមើលនៅភូកីឡាដ្ឋានអូឡ িম্প ិកដើម្បីមើលបាល់ទាត់ធំអញ្ចឹងវាអត់ទាន់ទូលំទូលាយដូចឥឡូវប៉ុន្តែបើយើងកលេចមកមើលឥឡូវមានតាំងពីបណ្ដាញសង្គមមានតាំងពី YouTube Facebookចឹងជំរុញឲ្យបងប្អូនយើងបានស្គាល់ច្រើនពីវិស័យបាល់ទាត់ហើយមួយទៀតជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលការដែលយុវជនរបស់យើងអាយុក្រោម19ឆ្នាំដូចជា SEA Games បាទ SEA Games ដែលក្រុមរបស់យើងឈ្នះតាំងពីវៀតណាមនិងថៃឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់តាំងពីពេលនោះមកអញនិយាយថាបាល់ទាត់មានការផ្លាស់ប្ដូរច្រើនអ្នកគ្រប់គ្រងក៏តាមដានបានច្រើនដែរបាទហើយមួយទៀតជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែរដែលយើងឡើងដល់វគ្គផ្ដាច់ព្រាត់ពីរង្វាន់ AFC Challenge League បាទរហូតដល់មានមនុស្សជាង 50,000 នាក់មកគ្រប់គ្រងរបស់យើងដល់ភូកីឡាដ្ឋានមកដល់ដេជោអញ្ចឹងអញនិយាយថាបើយើងកលេចមើលទៅគឺសន្ទុះរបស់ពួកគាត់មានការគ្រប់គ្រងខ្លាំងហើយមួយទៀតស្មារតីនៃការឆ្លាញ់កីឡារបស់គាត់កាន់តែមានការយល់ដឹងច្រើនបាទអញ្ចឹងគាត់យល់ដឹងពីថាគាត់គ្រប់គ្រងក្លឹបគ្រប់គ្រងជំនឿជាតិគឺដើម្បីជាមុខមាត់ក៏ដូចជាមោទនភាពមួយសម្រាប់ពួកគាត់ដែរបាទបងចង់សួរសំណួរតិចបងតើបងរំភើបទេបងបន្ទាប់ពីឃើញប្រជាជនកម្ពុជារបស់យើងនាំគ្នាទៅគ្រប់គ្រងក្លឹបអាខានរីកស្វាយរៀងការនៅ AF Start មកដល់ដេជោការប្រកួត AFC Challenge League កន្លងទៅបងបាទសម្រាប់ខ្ញុំអាចថាស្ទើរតែស្រក់ទឹកភ្នែកក្នុងនាមយើងជាអ្នកទីផ្សារយើងអត់រំពឹងថាមានមនុស្សច្រើនដល់ថ្នាក់ហ្នឹងអញនិយាយបានថាជំហានដំបូងឬក៏ជាលើកដំបូងដែលយើងរៀបចំព្រឹត្តិការណ៍ដ៏ធំបែបហ្នឹងនៅក្នុងស្រុកខ្មែរហើយ
បើយើងមើលទៅលើ comment របស់គាត់នៅលើ social media នៅថាអូឆ្ងាយនៅភូកលដ្ឋានមកដល់ចូលឆ្ងាយហាត់រីកមិនធ្វើនៅទីនេះទីនោះអញ្ចឹងគាត់នឹងប្រវាក់ទៅឬក៏អូឆ្ងាយណាស់ប៉ុន្តែបើយើងតាមជាក់ស្ដែងវារំភើបលីឡំជាមួយនឹងសប្បាយចិត្តខ្លាំងដែរពេលដែលយើងលក់សបុតត្រឹមតែ1ម៉ោងនៅលើ app គឺយើងលក់ដល់ទៅជាង 20000 សបុតបាទជាប្រវត្តិសាស្ត្រដល់រហូតដល់អាយដាមទៀតគាត់មានថាapp យើង error ឬក៏ system error ទេមិនក៏មនុស្សចូលមើលដល់ចូលទិញដល់ជាង 20000 នាក់ក្នុងរយៈពេលត្រឹមតែ1ម៉ោងអញ្ចឹងក៏អត់ជឿបាទរហូតដល់យើងលក់សបុតបន្ថែមទៀតអញ្ចឹងមនុស្សបុកទៅទិញជាង 20000 សបុតបន្ថែមទៀតនៅថ្ងៃបន្ទាប់ដែលយើងដាក់លក់សបុតធម្មតាឬក៏ physical ticket នៅបឹងកក់ហ្នឹងបាទមានអ្នកចូលទៅទិញច្រើនមែនតើរហូតដល់យើងពិបាកក្នុងការគ្រប់គ្រងអ្នកដែលគាត់ចូលទៅទិញសបុតបាទហើយរឹតតែពិសេសមែនតើគឺថ្ងៃប្រគួតតែម្ដងគឺបងប្អូនរបស់យើងមកពីគ្រប់ខេត្តក្រុងអ្នកខ្លះយើងសួរគាត់ទៅអ្នកខ្លះគាត់មកពីប៉ោយប៉ែតឧត្តរមានជ័យអីគាត់ទិញតាមអនឡាញហើយគាត់ជិះឡានខ្លួនឯងមកមើលទៀតបាទហើយគាត់ពាក់អាវក្លឹបគាត់លើកទង់ក្លឹបឬក៏ទង់ប្រទេសកម្ពុជាដើម្បីតំណាងថានេះគឺជាប្រខ័ណ្ឌរាជស្វាយរៀងតំណាងឲ្យក្លឹបតំណាងឲ្យប្រទេសកម្ពុជារបស់យើងបាទអញ្ចឹងគឺគាត់មានស្មារតីមួយគឺគាត់ហូរឲ្យក្លឹបតំណាងប្រទេសកម្ពុជាហើយយើងអាចនិយាយបានថា53000នាក់នៅក្នុង start ដ៏ធំមួយហើយសម្លេងកងរំពងរបស់គាត់ស្រស់គ្នាល្អមែនតើបាទអញ្ចឹង53000នាក់ហ្នឹងមានខ្ញុំម្នាក់ដែរខ្ញុំជួយហូបបាទបងអូខេបងអញ្ចឹងបងសំណួរចុងក្រោយវិញដោយសារតែលើនេះគឺចូលដល់រដូវកាល2024 2025គឺត្រូវបានបញ្ចប់ហើយអញ្ចឹងសម្រាប់កម្រងការសម្រាប់ក្រុមប្រខ័ណ្ឌរាជស្វាយរៀងវិញតើសម្រាប់រដូវកាល2025 2026តើនឹងមានកម្រងការបែបណាបន្ថែមទៀតបងតាក់ទងជាមួយនឹងកីឡាករឬមួយក៏ក្រុមឬមួយក៏អីផ្សេងៗអញ្ចឹងបងបាទអញ្ចឹងសម្រាប់រដូវកាល2024 2025យើងបានបញ្ចប់ហើយយើងបានសមិទ្ធផលគឺយើងអាចទទួលបានជើងឯកលីកកំពូលបាទហើយនឹងយើងបានជើងឯករង AFC Challenge League ហើយនឹងជើងឯករងហ៊ុនសែន Cup បាទហើយសម្រាប់រដូវកាលថ្មី2025 2026នេះយើងក៏មិនទម្លាក់ដៃចោលដែរគឺយើងធ្វើការខិតខំពង្រឹងបន្ថែមទៀតទាំងផ្នែកបច្ចេកទេសកីឡាករគ្រូបង្វឹកដូចជាក្រុមការងារទាំងមូលគឺយើងរួមគ្នាដើម្បីរៀបចំផែនការយ៉ាងណាគឺដើម្បីនាំក្លឹបទៅកាន់ចំណុចឈានទៅកម្រិតមួយបន្ថែមទៀតដោយយើងរៀបចំតកតងទៅនឹងកីឡាករគឺយើងធ្វើការពង្រឹងនៅកីឡាករដែលយើងមានស្រាប់ហើយយើងនឹងធ្វើការជ្រើសរើសក្លឹបកីឡាករដែលគាត់មានជំនាញក៏ដូចជាបទពិសោធន៍ដែលល្អហើយនឹងមានទេពកោសល្យចូលរួមក្រុមបន្ថែមទៀតហើយយើងនឹងធ្វើការពង្រឹងទៅលើបច្ចេកទេសក្នុងការលេងបច្ចេកទេសក្នុងការរៀបចំក៏ដូចជារៀបចំផែនការសម្រាប់ធ្វើយ៉ាងណាដើម្បីតាក់ទាញអ្នកគាំទ្រឲ្យគាត់មកធ្វើការគាំទ្របានច្រើនជាងមុនហើយយើងពង្រីកវិសាលភាពរបស់យើងនៅលើបណ្ដាញសង្គមក៏ដូចជានៅលើទីលានផងដែរបាទហើយមួយទៀតតកតងទៅនឹងយុវជនយើងក៏ធ្វើការពង្រឹងហើយយើងនឹងមានគម្រោងក្នុងការបញ្ជូនប្រកួតទៅលេងលីកយុវជនដែលរៀបចំឡើងដោយ CFL ក៏ដូចជាសហព័ន្ធបាល់ទាត់កម្ពុជាផងដែរបាទអូខេបងអញ្ចឹងសម្រាប់មតិចុងក្រោយតើបងមានពាក្យពេចន៍អីសម្រាប់ផ្ញើទៅកាន់បងប្អូនក៏ដូចជាអ្នកគាំទ្រសម្រាប់ប្រខ័ណ្ឌរាជស្វាយរៀងបងបាទអញ្ចឹងជាចុងក្រោយខ្ញុំសូមអរគុណទៅដល់បងប្អូនក៏ដូចជាអ្នកគាំទ្របាល់ទាត់ជាតិទាំងអស់ដែលបានចូលរួមគាំទ្រប្រខ័ណ្ឌរាជស្វាយរៀងកាលពីរដូវកាល2024-2025បាទហើយក៏ដូចជាអំពាវនាវឲ្យបងប្អូនទាំងអស់ចូលរួមគាំទ្រក្លឹបបន្ថែមទៀតដោយសារតែរដូវកាលថ្មីក៏យើងនៅតែមានបេសកកម្មនៅក្នុងពានរង្វាន់លីកទី3របស់អាស៊ីឬក៏យើងហៅថា AFC Challenge League នេះដដែលអញ្ចឹងយើងនឹងធ្វើការព្យាយាមអស់ពីលទ្ធភាពក្នុងការនាំយកពានរង្វាន់ថ្មីលក្ខណៈអន្តរជាតិមកកាន់ប្រទេសកម្ពុជារបស់យើងហើយយើងនឹងធ្វើការរៀបចំផែនការបន្ថែមទៀតដើម្បីនាំយកវិស័យកីឡាជាតិឈានទៅរកកម្រិតអន្តរជាតិ
បាទបងអញ្ចឹងជាចុងក្រោយសូមអរគុណដល់បងដូចគ្នាបងដោយសារតែថ្ងៃនេះគឺទទួលបានជាមួយនឹងការសំណេះសំណាលក៏ដូចជាបងផ្ដល់ជាមួយនឹងបទពិសោធន៍ដ៏ល្អៗខ្លាំងមែនទែនចែកជូនទាំងខ្ញុំក៏ដូចជាចែកជូនទាំងប្រិយមិត្តអ្នកទស្សនារបស់យើងផងដែរអញ្ចឹងជាចុងក្រោយសូមជូនពរឲ្យខាងក្លឹបបខានរិះស្វាយរៀងរបស់បងគឺកាន់តែរីកដុះដាលក៏ដូចជាកាន់តែល្អជាងមុនបន្ថែមទៅរហូតចឹងទៅបងបាទដើម្បីអាចថាជួយដល់ប្រទេសកម្ពុជារបស់យើងលើកវិស័យបាល់ទាត់របស់យើងគឺកាន់ទៅដល់ចំណុចកំពូលបន្ថែមទៀតបាទបងបាទអញ្ចឹងគឺមានតែប៉ុណ្្នឹងអរគុណច្រើនអរគុណបង